មានពេលខ្លះនៅក្នុងផ្ទះមួយដែលពោពេញទៅដោយសំឡេងកូនថ្ងៃនេះនៅសល់តែភាពស្ងប់ស្ងាត់ពុកម៉ែអង្គុយមើលកៅអីទទេមួយមើលទៅខ្លោងទ្វារដែលធ្លាប់ទៅរំចាំកូនបើកទ្វារចូលមកនៅក្នុងចិត្តរបស់ពួកគាត់មិនមែនមានតែភាពឯកោប៉ុណ្ណោះទេតែក៏មានសំណួរស្ងាត់សួរថាតើកូនខ្ញុំសុខសប្បាយជាទេកូនហត់ទេថ្ងៃនេះតើកូនមកដល់ផ្ទះហើយឬនៅកូនបានសម្រាកគ្រប់គ្រាន់ទេហើយអាហារបរិភោគនាថ្ងៃនេះតើកូនមានម្ហូបឆ្ងាញ់ជួយកម្លាំងដល់កូនបានដែរឬទេកូននៅតែជាកូនតូចនៅក្នុងបេះដូងតែនៅរបស់ពួកគាត់ដដែលប៉ុន្តែកូនវិញក៏មិនស្រឡាញ់ពុកម៉ែនោះទេពេលខ្លះកូនគ្រាន់តែត្រូវប្រឈមមុខនឹងជីវិតត្រូវធ្វើការត្រូវរកប្រាក់ត្រូវទទួលខុសត្រូវចំពោះមុខគ្រួសារមានថ្ងៃខ្លះកូនចង់ទៅជួបពុកម៉ែណាស់ចង់អង្គុយញ៉ាំបាយជាមួយពុកម៉ែចង់ស្ដាប់ពុកម៉ែគាត់និយាយរឿងអតីតកាលចាស់ចង់ប្រាប់ថាកូនស្រឡាញ់ពុកម៉ែគ្រប់ពេលវេលាទាំងអស់រាល់ដង្ហើមចេញចូលប៉ុន្តែពេលវេលាជួនកាលវាក៏រត់លឿនវាមិនអនុញ្ញាតឲ្យកូននិងពុកម៉ែបានជួបគ្នាឆាប់នោះទេប៉ុន្តែអារម្មណ៍បេះដូងរបស់កូនគឺទោះបីមិនបាននៅក្បែរពុកម៉ែក៏ដោយប៉ុន្តែបេះដូងរបស់កូនស្ទើរតែប្រេះហើយដោយសារតែក្តីស្រឡាញ់ក្តីបារម្ភនិងគិតទៅដល់ពុកម៉ែនៅក្នុងការគិតកូនតែងតែប្រើបេះដូងតែងតែមានភាពភ័យរន្ធត់តែងតែបារម្ភពីពុកម៉ែចង់ដឹងតើពុកម៉ែនៅពេលថ្មនេះកំពុងធ្វើអ្វីទៅប៉ុន្តែសម្រាប់មនុស្សចាស់អ្វីដែលពួកគាត់ត្រូវការបំផុតមិនមែនតែការផ្ញើរបស់ឬផ្ញើប្រាក់ប៉ុណ្ណោះទេពួកគាត់ត្រូវការសម្លេងកូនត្រូវការស្នាមញញឹមរបស់កូនត្រូវការអារម្មណ៍ថាខ្ញុំនៅតែសំខាន់សម្រាប់កូនដូច្នេះបើយើងមានពេលតិចតួចសូមកុំមើលរំលងពេលតិចនោះអីការហៅតាមទូរស័ព្ទខលការសួរថាថ្ងៃនេះពុកម៉ែសុខសប្បាយទេឬក៏ចូលទៅអង្គុយក្បែរពុកម៉ែប្រសិនជាកូនបានមកដល់ផ្ទះវាអាចជាអំណោយដ៏ធំបំផុតសម្រាប់បេះដូងមនុស្សចាស់ព្រោះនៅថ្ងៃណាមួយយើងអាចមានលុយច្រើនជាងពេលមុនមានច្រើនជាងពេលណាទាំងអស់ប៉ុន្តែអ្វីដែលយើងមិនអាចទិញបានគឺពេលវេលាដែលកន្លងទៅកូននៅតែស្រឡាញ់ពុកម៉ែហើយសម្រាប់ពុកម៉ែគ្រាន់តែកូនត្រឡប់មករកម្ដងកាលក៏ជាសុភមង្គលដ៏ធំធេងរួចទៅហើយនេះជាសារដែលផ្ដើមចេញដោយក្តីស្រឡាញ់រវាងពុកម៉ែទៅកាន់ពួកកូនហើយក៏ជាសារសម្លេងរបស់ពួកកូនទៅកាន់ពុកម៉ែដែរសូមឲ្យសេចក្តីស្រឡាញ់មួយនេះคล้ายទៅជាក្តីស្រឡាញ់ពោពេញដោយបេះដូងពោពេញដោយភាពស្មោះត្រង់ពោពេញដោយដួងហារតីពោពេញដោយភាពកតញ្ញូចំពោះកូនទៅដល់មាតាបិតាទង្វើដែលពួកកូនធ្វើទាំងអស់គឺជាគុណូបការៈដ៏ធំសម្រាប់មាតាបិតាគឺជាបេះដូងដែលមិនចេះរីងស្ងួតរវាងមាតាបិតាទៅដល់ពួកកូនសូមឲ្យពេលវេលាឆាប់បានជួបគ្នាសូមជូនពរឲ្យពុកម៉ែទាំងអស់គ្នាមានសុខភាពល្អស្គាល់តែស្នាមញញឹមហើយប្រសិនជាពួកកូនរវល់មិនមានឱកាសនៅខែធូនពុកម៉ែយើងទេផ្ទះយូគឺជាដៃគូដ៏ល្អមិនអាចខ្វះបានក្នុងការថែទាំលោកអ្នកមានគុណកម្រិតមូលដ្ឋានចាអាចមានបុគ្គលិកជាច្រើនផ្នែកដើម្បីជួយថែរក្សាពុកម៉ែនៅតាមផ្ទះទោះបីជាពុកម៉ែមិនទាន់មានជំងឺប្រចាំកាយធ្ងន់ធ្ងរក៏ដោយប៉ុន្តែក៏បានបង្ហាញថាពុកម៉ែកំពុងតែឈានទៅរកវ័យចាស់ជរាហើយ
សូមអរគុណចំពោះការយកចិត្តទុកដាក់ហើយកុំភ្លេចខលមកតាមរយៈលេខទូរស័ព្ទនៅតាមកញ្ចក់អេក្រង់ទូរស័ព្ទសូមអរគុណសូមជម្រាបលា